ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំបង្ហាញជូនបងប្អូនពីការបន្តក្របពូជតកូនហើយនឹងការដែលយើងមើលថែទាំវាមុនពេលយកមកដាក់ដាំអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនបន្តទៀតពីការដែលយើងពូជតកូននឹងដាក់ដាំនិងការលេខទឹកជីហើយនឹងរបៀបនៃការដែលយើងអាចប្រើប្រាស់ឈុតដបនេះជាលក្ខណៈ recycle ច្រើនដងឲ្យវាមានសុវត្ថិភាពហើយនឹងចំណេញអញ្ចឹងបងប្អូនសម្រាប់បងប្អូនណាដែលជួយចិត្តការដាំដំណាំហើយអត់ទាន់បានចុច follow ចុច like page របស់ខ្ញុំបងប្អូនសូមជួយចុច follow ចុច like page ហើយ share និង comment លើវីដេអូរបស់ខ្ញុំផងដើម្បីពេលដែលខ្ញុំផុសវីដេអូថ្មីទៅបងប្អូននឹងបានឃើញមុនគេអញ្ចឹងណាចាអញ្ចឹងមុនចូលដល់ការលេខទឹកជីគឺខ្ញុំមកបង្ហាញជូនបងប្អូនអំពីឈុតនៃការដាំនេះសិនកាលមុនគឺខ្ញុំដាំបានសាឡាត់ខ្ញុំដាំបានស្ពៃកញ្ញាញ់ស្ពៃចង្កឹះអីអញ្ចឹងណាហើយឈុតនេះគឺ recycle ដាំបានច្រើនដងហើយបងប្អូនឆ្ងល់ថាហេតុអីបានជាមានថង់នៅក្នុងហ្នឹងចាគឺពួកខ្ញុំប្រើថង់ PP ដោយសារថង់ PP នេះគឺវាសុវត្ថិភាពក្នុងការដាំហើយយើងអាចដាំម្ដងគឺយើងចោលតែម្ដងដោយសារតម្លៃវាក៏ធូរថ្លៃដែរបងប្អូនសម្រាប់ថង់ PP នេះបងប្អូនចង់ដាំវា2ដងក៏បានដែរតែគ្រាន់ថាយើងពិបាកលាងដោយសារវាកាន់ស្លែតែយកល្អបងប្អូនដាំតែម្ដងដាំហើយចោលដាំហើយចោលហើយតម្លៃវាក៏ធូរដែរចំពោះដបចាដោយសារតែដបរបស់យើងគឺដបទឹកសុទ្ធ PE ចាវាដាំបានតែម្ដងទេយើងអាចយកវាមកដាំជាមួយនឹងបន្លែយើងច្រើនដងហើយដោយសារវានឹងចេញជាតិគីមីអញ្ចឹងហើយបានជាពួកប្រើថង់ PP ដើម្បីទ្រាប់ដាក់នៅក្នុងដបហ្នឹងហើយយើងបានយើងប្រើដបហ្នឹងយកមកដាក់ដាំប្រភេទដំណាំរបស់យើងដូចជាស្ពៃដូចជាតកួនដូចជាសាឡាត់អីអញ្ចឹងចាអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ថង់នៅក្នុងដបហើយគឺដាក់ឈុតរបស់វាមានស្នោអីអញ្ចឹងមកចាបងប្អូនចំពោះឈុតនេះគឺចំណេញណាស់បងប្អូនមានតែមួយឈុតគឺដាំបានច្រើនដង recycle បានច្រើនដងអញ្ចឹងណាហើយឥឡូវគឺយើងរៀបចំដបរួចរាល់ហើយអញ្ចឹងដល់ពេលដែលយើងត្រូវលេទឹកជីម្ដងហើយបងប្អូនអញ្ចឹងចំពោះទឹកជីចាបងថាយើងបានទុកទៅក្បាលរ៉ូម៉ាណេតែគ្រាប់យើងនឹងឯងចាខ្ញុំយើងស្តុកទុកចាឲ្យហាខ្លោចាដើម្បីឲ្យហាខ្លោអញ្ចឹងគឺយើងយកមកដាំគឺវាល្អសម្រាប់ដំណាំយើងឥឡូវយើងដាក់ទឹកនឹងចេញមកហើយធុងហ្នឹងគឺ10លីត្របងប្អូនអញ្ចឹងនៅពេលដែលខ្ញុំត្រៀមទឹកហើយចំនួន10លីត្រគឺខ្ញុំយក GAB យកវាមកកន្លុកឲ្យសព្វចាដាក់ GA ហើយនឹង GB ហ្នឹងឲ្យវាបរិមាណរង្វាន់ហ្នឹងស្មើគ្នាចំពោះការដាំតកួនចាទឹក GA 40 ml បន្តមកទៀតគឺយើងយកស្លាបព្រាឬក៏យកឈើអីហ្នឹងមកកូរដើម្បីឲ្យវាសព្វទឹកជីរបស់យើងចូលទៅក្នុងទឹករបស់យើងហ្នឹងឯងបងប្អូនបន្តមកទៀតគឺយើងដាក់ទឹក GB ចូលចំនួន40 ml ដូចគ្នាចាបងប្អូននិយាយទៅទឹក GA ទឹក GB ហ្នឹងគឺ40 ml ដូចគ្នាបងប្អូនក្នុងទឹក10លីត្រហ្នឹងបន្តមកទៀតយើងកូរវាឲ្យសព្វមកហើយយកប្រដាប់វាស់ EC មកវាស់ទឹកជីរបស់យើងអញ្ចឹងកម្រិតនៃការវាស់ EC យើងដាំតកួនអញ្ចឹងគឺកម្រិតរបស់វាគឺ1400ទៅ1800បើយើងហៅចុចគឺ1.4ទៅ1.7អញ្ចឹងប្រដាប់វាស់ EC ហ្នឹងគឺ brand new បងប្អូនត្រូវការចូល page បានណារបៀបប្រើគឺយើង switch វាទៅ EC mode បន្តមកទៀតយើងយកវាមកវាស់នៅក្នុងទឹកជីដែលយើងបានកូរឲ្យសព្វហ្នឹងអញ្ចឹងឥឡូវទឹកជីរបស់យើងគឺត្រឹមត្រូវតាមស្តង់ដារ1.4ទៅ1.8ហើយបន្តមកទៀតគឺយើងយកទឹកជីហ្នឹងមកចាក់ចូលជាមួយនឹងកំប៉ុងចាក់ចូលទៅក្នុងកំប៉ុងហើយខ្ញុំសូមបញ្ជាក់បងប្អូនតិចនិចក្នុងការដាំឲ្យបានល្អគឺយើងត្រូវតេស្តមើលថាតើទឹកជីរបស់យើងវាប៉ះជាមួយនឹងកត្រករបស់យើងចាឥឡូវគឺយើងដាក់ទឹកជីរបស់យើងហ្នឹងឲ្យប៉ះជាមួយនឹងកត្រកប៉ឹមអញ្ចឹងបន្ទាប់ពីវាប៉ះហើយអីហើយចាបងប្អូនធ្វើបែបហ្នឹងរហូតតែយើងចាក់ទឹកជីចូលទៅក្នុងកំប៉ុងរបស់យើងគ្រប់អស់ចំនួនដែលយើងចង់ដាំអញ្ចឹងតែយើងយកកូនត្រកួនហ្នឹងមកដាក់ចូលទៅក្នុងទឹកជីហ្នឹងពេលយើងយកកូនត្រកួនក្របពូជកូនត្រកួនរបស់យើងកូនត្រកួនតូចៗហ្នឹងយកដាក់ក្នុងទឹកជីគឺវាប្រកាសជាប៉ះជាមួយនឹងទឹកជីប៉ំនឹងឯងអញ្ចឹងជាតិចនិចក្នុងការដែលយើងដាំត្រកួនឲ្យបានល្អនេះគឺជាតិចនិចមួយដែលបងប្អូនអាចយកទៅរៀនសូត្របានហើយចំពោះការលូតលាស់នៃកូនត្រកួននេះខ្ញុំនឹងអាប់ដេតជូនបងប្អូននៅពេលក្រោយៗទៀតអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងការដាំត្រកួនឬក៏មានសំណួរអ្វីអាច comment សួរបានពីខ្ញុំមេរីចាន់សូមអរគុណបាយបាយបងប្អូន